មេរៀនដ៏ល្អបំផុតមួយសម្រាប់សុខភាពផ្លូវចិត្តដែលអ្នកអាចរៀនបាននៅក្នុងជីវិតនេះគឺការឈប់យកគ្រប់រឿងរ៉ាវមកពាក់ព័ន្ធនឹងខ្លួនឯងខ្លាំងពេកពីព្រោះការពិតនោះគឺមនុស្សភាគច្រើនមិនមែនកំពុងតែប្រឆាំងនឹងអ្នកនោះទេពួកគេកំពុងតែប្រយុទ្ធប្រឆាំងនឹងខ្លួនឯងទៅវិញទេមិនថាជាអារម្មណ៍មួម៉ៅការប្រងើយកន្តើយភាពចម្លែកឬសម្ដីអសុរោះរបស់ពួកគេរឿងរ៉ាវទាំងនោះភាគច្រើនមិនមានពាក់ព័ន្ធជាមួយអ្នកតតែសោះមនុស្សយើងតែងតែយកភាពតានតឹងភាពមិនជឿជាក់លើខ្លួនឯងការឈឺចាប់និងរបួសផ្លូវចិត្តដែលមិនទាន់ជាសះស្បើយហើយបោះវាទៅលើអ្នកណាដែលនៅក្បែរពួកគេបំផុតពេលខ្លះអ្នកគ្រាន់តែជាមនុស្សម្នាក់ដែលស្ថិតនៅទីនោះចំពេលល្មមប៉ុន្តែវាមិនមែនមានន័យថាវាជាកំហុសរបស់អ្នកឬជារឿងរបស់អ្នកដែលត្រូវទទួលយកនោះទេនៅពេលដែលអ្នកយល់ច្បាស់ពីចំណុចនេះអ្វីៗនឹងចាប់ផ្ដើមផ្លាស់ប្ដូរអ្នកនឹងឈប់យកសម្ដីគេមកគិតដដែលនៅក្នុងក្បាលអ្នកនឹងឈប់សួរខ្លួនឯងថាតើខ្ញុំបានធ្វើអ្វីខុសអ្នកនឹងឈប់ទូរែកនៅបន្ទុកផ្លូវចិត្តដែលមិនមែនជារបស់អ្នកតាំងពីដំបូងនោះគឺពីព្រោះមិនមែនគ្រប់យ៉ាងសុទ្ធតែពាក់ព័ន្ធនឹងអ្នកនោះទេហើយអ្វីដែលចម្លែកបំផុតនោះគឺនេះគឺជាការយល់ដឹងមួយដែលផ្ដល់នូវសេរីភាពផ្លូវចិត្តបំផុតទុកឲ្យមនុស្សម្នាក់ដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេចោះអ្នកមិនចាំបាច់យកភាពច្របូកច្របល់របស់ពួកគេមកធ្វើជាសម្ពាធផ្លូវចិត្តសម្រាប់ខ្លួនឯងឡើយ